ជំរាបសួរលោកអ្នកបងប្អូនស្ងួនភ្ងាថ្ងៃនេះគឺខ្ញុំធ្វើប៉េងប៉ោះសម្ងួតជាដំបូងនោះគឺទៅបេះផ្លែប៉េងប៉ោះនៅក្នុងសួនយកមកលាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹកបន្តិចរួចហើយកាត់ជាពីរប្រឡាក់អំបិលនិងប្រឡាក់ម្សៅស៊ុបចាម្សៅស៊ុបនោះគឺម្សៅស៊ុបផ្សិតចានាងខ្ញុំអត់ប្រើប៊ីចេងទេអញ្ចឹងប្រឡាក់តែពីរមុខហ្នឹងទេរួចហើយក៏យកទៅសម្ងួតនៅក្នុងម៉ាស៊ីនហើយប៉េងប៉ោះសម្ងួតនេះដែរគឺទុកញ៉ាំជាស្នាកញ៉ាំលេងក៏បានឬមួយក៏ទុកដាក់នៅលើភីសាដែលពួកយើងចូលចិត្តធ្វើធ្វើភីសាដោយខ្លួនឯងហ្នឹងហើយក៏ចង់ដាក់នៅក្នុងស៊ុបអីក៏បានដែរគឺមានប្រយោជន៍ជាច្រើនតែម្ដងឥឡូវនេះបេះបានមួយកន្ត្រកធំហើយឥឡូវហ្នឹងយកទៅលាងទឹកឲ្យស្អាតរួចហើយក៏យកមកកាត់ជាពីរអញ្ចឹងហ្នឹងហើយដាក់អំបិលបន្តិចទៅមិនបាច់ដាក់ច្រើនទេគ្រាន់ឲ្យតែមានជាតិប្រៃល្មមទៅបានហើយហ្នឹងហើយក៏ដាក់រយនិងម្សៅស៊ុប mushroom មកជាមួយដែរទៅប្អូនប្រុសខ្ញុំគេជួយកាត់ខ្លះដែរហើយនឹងខ្ញុំក៏បានរយម្ទេសហុយខ្លះដែរព្រោះអីពួកយើងចូលចិត្តញ៉ាំរៀងហឹរតិចម្ទេសហុយហ្នឹងគឺម្ទេសដែលយើងដាំដោយខ្លួនឯងពូជនេះគឺឆ្ងាញ់មិនហឹរខ្លាំងនោះទេនៅពេលដែលក្រឡុកវាសព្វចូលជាតិគ្នាហើយក៏ចាប់ផ្ដើមយកទៅដាក់នៅក្នុងម៉ាស៊ីនសម្ងួតគឺតម្រៀបវាផ្កាប់និងខ្ញុំចង់តម្រៀបវាផ្កាប់ដើម្បីឲ្យវាស្រក់ទឹកទៅក្រោមកុំឲ្យវាដក់សារជាតិទឹកហ្នឹងនៅក្នុងផ្លែប៉េងប៉ោះហ្នឹងបើសិនជាយើងដាក់ផ្ងាវាអាចនឹងក្រស្ងួតអញ្ចឹងណាពេលឡើងតាយើងដាក់ទៅចំសម្ងួតវាហើយនេះគឺរូបភាពដែលបានសម្ងួតរួចហើយខ្ញុំផ្លេចទៅថាដាក់ប្រហែលម៉ោងខ្ញុំដាក់យូរម៉ោងដែរ10ម៉ោងអីចឹងទៅហើយព្រលឹមឡើងសម្ងួតមួយយប់ចឹងទៅព្រលឹមឡើងមកឆែកមើលឃើញថាវាស្ងួតហើយក៏បិទភ្លើងទៅរួចហើយក៏ដាក់វាចូលទៅក្នុងកែវមួយគម្របទុកញ៉ាំចឹងទៅជាការស្រេចហើយបានកន្លះកែវស្ដាប់សំឡេងស្រួយឡើងប្រាវតែម្ដងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណអស់លោកអ្នកបងប្អូនស្ងួនភ្ងាដែលបានទស្សនាសូមព្រះអង្គប្រទានពរចាំជួបគ្នានៅវីដេអូក្រោយ Thank you for watching. May the Lord bless you. See you in the next video.